Yo what's up អ្នកនរគ្នាសូមស្វាគមន៍មកកាន់បច្ចុប្បន្នភាពនៃ Channel Rasi Reaction ផងដែរឥឡូវយើងចូលមកបេក្ខជនបន្តទៀតនៅក្នុង Legend Round នៅក្នុងកម្មវិធី The Next Level Rap Star នោះគឺវ៉ាន់សាក់ហើយខ្ញុំបានមើល live មុននេះបន្តិចឃើញថាវ៉ាន់សាក់លយខ្លាំងមែនតើចឹងបទនេះខ្ញុំមានអារម្មណ៍ថាវាគៀកនឹងការប្រពនៅពិធីបុណ្យចូលឆ្នាំខ្មែរយើងខាងមុខហើយមានអារម្មណ៍ថាបទនេះពិតជាជាតិខ្លាំងមែនតើចិត្តដល់ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរផងដាក់ទៅពិតជាឈៀលហើយឈើតខ្លាំងមែនតើចឹងកុំឲ្យខាប់ពេលវេលាយូរចូលទៅតាមដានការ reaction របស់ខ្ញុំទាំងអស់គ្នាមុននឹងចូលទៅកាន់ការ reaction complete like share និង follow នៅក្នុង platform របស់ខ្ញុំទាំងអស់ផងតោះ let's start it ហើយបទរបស់វ៉ាន់សាក់នោះគឺបុកលហុង VIP ហើយវ៉ាន់សាក់បាន featuring ជាមួយអ្នកនាងខាត់បុកលហុងឆ្លៀតលុយថែមណាoutfit លុយដែរនេះយ៉ា outfit លុយដែរណា outfit rap superstar តែមកលក់បុកលហុងដូចគាត់និយាយពីទំនេរពី superstar មកលក់បុកលហុងនៅពេលដែល beat drop មកហើយមានឧបករណ៍ភ្លេងខ្មែរដូចខឹមចូលមួយគោះអូយខ្ញុំស្រឡាញ់ beat melody មួយនេះខ្លាំងមែនតើស្រឡាញ់ខ្លាំងមែនតើបុកលហុងខ្ញុំមកដល់ហើយបងប្អូនឲ្យមកជួយកៅឆាយបុកលហុងខ្ញុំមកដល់ហើយបងប្អូនឲ្យមកជួយកៅឆាយបងលហុងខ្ញុំ free wifi មកជួយកៅឆាយតនៅថ្មីបងលហុងខ្ញុំ free wifi តមកជួយកៅឆាយតនៅថ្មីអូខេបុកលហុង free wifi ហើយនៅក្នុងនោះបានឃើញថា tone នៃ vibe កត្រឹមគឺវ៉ាន់សាក់ធ្វើចូលមកគឺអូយលយខ្លាំងតែនៅ vibe កត្រឹមមួយនេះគ្រឿងទេសខ្ញុំដើមមិនចេះតាមឲ្យក្តាមខ្ញុំត្រាំមិនប្រើទាំងអង្គចង់ញ៉ាំឬមួយក៏យកខ្លាំងលហុងខ្ញុំធំណែនសាញ់ខ្ចីឡើងសបើខ្វះអ្នកថែទៅវិញខ្ញុំបន្ថែមស្គរឲ្យបើគេព្រោះប្រែបុកលហុងយកកំដរពីពិនពីអ្នកលួមមកស្រស់មិនចេះផយបើសិនចង់ភ្លួកខាមៀខ្ញុំឲ្យលោខ្ញុំមានជំនាញអ្នកអាខាងប្រើដៃថាបើបានហូបហើយទឹកមកគិតដល់ណាហើយមានស្នេហ៍ lyric មួយនេះគិតដល់ណាហើយមានស្នេហ៍ជំនាញប្រើដៃពីព្រោះថាបុកលហុងគឺត្រូវប្រើដៃអត់មានន័យត្រូវប្រើម៉ាស៊ីននៃចែកជាសេរីថ្មីស្អីទេគឺអត់ឆ្ងាញ់ទេគឺត្រូវប្រើដៃកាន់អង្រែបុកជាមួយនឹងត្បាល់ទើបឆ្ងាញ់ប្រៃទៅណាមកណែសំដីគ្មានន័យតែបើសិនបានបុកខ្ញុំបុកឲ្យលោកខ្សៃឲ្យគុំទៅភ័យអីរឿងអនាម័យគ្មានរយរោមឬសោមិនសរសៃតម្លៃខ្ញុំវិញក៏លួមិនសូវថ្លៃគេបើទិញទាំងបងចូលអូ flow លយខ្លាំងលយខ្លាំងលយបុកមិនសំចៃបុកមិនដកដៃបុកអីក៏បុកម្លេះសាបុកលហុងយ៉ាងណាបីកាត់ឆុងសាឲ្យប្រយ័ត្នលងលុំមិនណាបដាបងជុំមកសាបុកលហុងយ៉ាងណាបីកាត់ឆុងសាឲ្យប្រយ័ត្នលងលុំមិនណាបដាបងអ៊ុយខ្ញុំគិតថារៀងស្កប់យូរទីអាចរំខានអ្នកនរគ្នាចង់ស្ដាប់នៃ mod នេះប៉ុន្តែបើអ្នកនរគ្នាចង់ស្ដាប់ជា music original អាច check link នៅក្នុង description របស់គាត់បានខ្ញុំគិតថា flow tone vibe បែបនេះប្រហែលជា inspire ពីគ្រូរបស់គាត់យើងដឹងហើយថាមុននេះបន្តិចដូចជា drop កាលពេលមួយសិលមិញឃើញទៅលើ Vito គាត់បាន drop ទៅលើ bot គាត់ stress ចឹងនៅក្នុងហ្នឹងយើងបានឃើញមើល flow គឺស្រដៀងគ្នាមែនតើមានកដោអើយមានកដោអីអើយគឺកដោបុកអីកដោលហុងយកមកហ្មងលយឡើងតែកសឹបមួយនេះLegend យើងមកហើយសំឡេង Legend យើងចេញមកគឺអ្នកនាងខាត់ស្គីមនៅពេលដែលគាត់ចេញមកគឺអូយយើងដឹងហើយថា vibe បែបកត្រឹមគឺសំឡេងរបស់អ្នកនាងខាត់ស្គីមគឺរសជាតិបែបរបស់គាត់ហើយរសជាតិឆ្ងាញ់តែម្ដងប្រៀបដូចនំបញ្ចុកសម្លខ្មែរដូចគាត់បានរៀបរាប់ខាងមុខនេះចឹង
យើងឃើញថា concept បែប Legend Round នេះគឺឲ្យ Legend featuring ជាមួយនឹងបេក្ខជនរបស់ខ្លួនហើយឃើញថាវគ្គនេះគឺមិនមែន featuring ទេគឺគាត់ debate គ្នាឃើញលយឡើងមែនតើ concept មួយនេះគឺប្លែកថ្មី ជ្រាំណាស់ទៅពីរួបឡាការដងដងណាប្រយ័ត្នមីងឆ្លោះមកញ៉ាំនំបច្ចុកវិញសំឡសាច់ត្រីខ្មែរឆ្ងាញ់អស្ចារ្យបរទេសក៏គេថាជាប់ពាត់ជាប់ចិត្តមិនអាចភ្លេចឡើយណាម៉េចដែរមេលីដេអាយ៉ា Legend នៅនាង cut scheme ចេះ damn ហើយ lead ទៀតអូយពាក្យពេចន៍សេរីថ្មី upgrade អីវាយសិតដែរណាខ្ញុំទៀតចាំស្ដាប់ខ្ញុំវិញណាអីថាឲ្យដូចជាមិនសូវចង់ទេលួននំបចង់តែគាត់អត់ណាបចង់ទេគ្មានជឿនជើដូចមិនសូវចង់ហត់ឌីស Legend មួយមើលលក់សិតនំបញ្ចុកតែអត់មានបញ្ចុកផងហើយនំបញ្ចុកដែរ សម្លគាត់ថ្លាឆ្វងឲ្យត្បង់មកលុំម៉ងបុកលហុងខ្ញុំញ៉ាំច្រើនមាន free អ្នកដែលធ្លាប់ញ៉ាំគេអត់ដែរលាស៊ីបុកលហុងខ្ញុំ VVIP no you ว่ามันត្រូវការ WC បុកឡងខ្ញុំ VVIP យើងដឹងស្រាប់ឯណាអូយ V អីមាន VIP ទៀតចុះមានថា VIP W ហើយសំបី it all you want មិនត្រូវការ WC ថាទោះយើងញ៉ាំច្រើនទេណាឬក៏ទោះយើងញ៉ាំទាំងអស់ក៏អត់មានត្រូវការ WC អត់មានរីករុះអីដែរ Sinner អូនឯងមកពីណាហ៊ានវាចាស់ហើយយើងថាអីឡើងនេះលក់យើងគ្រប់តាំងទីអូនដែរប្រយ័ត្នបាក់មិនពីមានណាមួយក្រោមកាលាស៊ីឡងជូសតទុកឡើងមកយកពីបន្លែបន្លុកសតិចិត្តគីមីមិនចង់ហូបសោះព្រោះអត់ ជួយមកសាបុកលហុងហុងញ៉ាំនំបីកាត់ឆងសាហើយប្រយ័ត្នលងលំមិនណាបដាបង នំបញ្ចុកគួរឆ្ងាញ់សប្បាយខ្ញុំខានមិនខំមិនអ្នកលោកគួរឆ្ងាញ់ញ៉ាំឲ្យមានគេស្រឡាញ់ខ្ញុំមកដល់ហើយពេលនេះញ៉ៃសុំអញ្ជើញពិសារៀបរយដល់សាធារណៈនំល្អសម្លក៏ឆ្ងាញ់អ្នកសិនបើសាច្បាស់ចិត្តពុំបានចាំខ្ញុំជានាងបញ្ចុករੂរាន់ជួយទិញម្នាក់មួយចានពីរចាន បុកលហុងខ្ញុំមកដល់ហើយបងប្អូនឲ្យមកជួយកៅឆាយបុកលហុងខ្ញុំមកដល់ហើយបងប្អូនឲ្យមកជួយកៅឆាយបងលហុងខ្ញុំ free Wi-Fi មកជួយកៅឆាយតនៅថ្មីបងលហុងខ្ញុំ free Wi-Fi តែមកជួយកៅឆាយតនៅថ្មីចាទៀងចាអូយខ្ញុំឃើញថាការ featuring ជាមួយគាត់ពិតជាប្លែករសជាតិថ្មីយើងឃើញថាបេក្ខជនមុនទៅលើការ perform ជាមួយនឹង Legend របស់យើងទៅលើកវីជើងចាស់ទៅលើតារាចម្រៀងជើងចាស់របស់យើងឃើញថាគាត់ featuring ជាមួយគ្នាប៉ុន្តែទៅលើបេក្ខជនទៅលើវ៉ាន់សាក់គាត់មិនមែនជា featuring ទេប៉ុន្តែគាត់ជា debate បន្ទាប់ពី debate ហើយចុងក្រោយគឺគាត់ត្រូវរើគ្នាវិញអូយឃើញថា bot នេះលយខ្លាំងមែនតើហើយខ្ញុំជឿថាបើទុកពេលវេលាយប់នេះហើយមួយថ្ងៃឬក៏មួយថ្ងៃទៀតអាចពិតជាផ្ទុះខ្លាំងមែនតើ bot នេះ vibe បែបកត្រឹមទុករំពិធីបុណ្យចូលឆ្នាំខ្មែរយើងខាងមុខនេះអូខេចឹងការ reaction របស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាបាន enjoy តាំងពីដើមរហូតដល់ការបញ្ចប់នៃការ reaction របស់ខ្ញុំហើយអ្វីដែលជាអារម្មណ៍របស់ខ្ញុំបានបញ្ចេញជូនទៅកាន់អ្នកទាំងអស់គ្នាថាយើងទទួលបានចំណាប់អារម្មណ៍អ្វីខ្លះនៅលើ stage Legend Round មួយនេះហើយទទួលបានអារម្មណ៍អ្វីខ្លះពីបេក្ខជនដែលគាត់បាន produce beat មួយនេះឬក៏ធ្វើ beat មួយនេះហើយនឹងសហការជាមួយនឹង product team ផ្សេងៗជាមួយនឹង charge ជាមួយនឹង captain របស់គាត់ហើយនឹងជាមួយនឹង legendary របស់យើងទាំង3រូបទាំង3ដួងដែលជាលោកគ្រូនៅ Venet ជាមួយអ្នកនាង Katsukim ហើយនឹងបេក្ខជនបន្តទៀតយើងចូលទៅមើលនៅបេក្ខជនបន្តទៀតនៅក្នុងវគ្គ Legend Round នេះផងដែរអញ្ចឹងជួបគ្នានៅបេក្ខជនបន្តទៀត see you next time bye peace out